សួរអ៊ំពុំមិញនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសូត្រកំណាព្យពីលោកពុកមានគុណសូត្រមែនទេគាត់លោកពុកជាមនុស្សដ៏អស្ចារ្យគឺពុកនេះណាផ្ដល់កំណើតលោកពុកថ្នាក់ថ្នមតាំងពីកើតបីបំឆោមឆាតមិនឲ្យព្រួយលោកពុកមើលថែតាំងពីតូចទួសัตว์ស្រមោចដល់តូចមួយមិនឲ្យប៉ះពាល់ខំប្រឹងជួយបោះដេញមិនឲ្យកូនលំបាកពុកបានតស៊ូក្នុងជីវិតកម្លាំងកាយចិត្តធ្វើមិនស្រាកទោះបីនឿយហត់មិនសម្រាកព្រោះខ្លាចតោកយ៉ាដល់គុណស្ងួនពុកគឺជាអ្នកដ៏មានគុណលោកពុករែកពុនព្រោះនឹមនួនលោកពុកខិតខំជួយយឺតយ៉ងដើម្បីរូបកូនបានកុំកើនលោកពុកតស៊ូបដូរជីវិតទោះបីឆ្ងាយចិត្តមិនរៀឡើយទោះមានឧបសគ្គច្រើនក៏ដោយមិនរៀថយឡើយឲ្យកូនល្អលោកពុកលះបង់អ្វីទាំងអស់ព្រោះតែមិនចង់ឃើញកូនក្រលោកពុកព្យាយាមទាំងត្រដរបេះពីមាត់កឲ្យស្ងួនភ្ញាលោកពុកស្រឡាញ់កូនជាងអ្វីតែឲ្យតម្លៃគ្រប់វេលាទោះថ្ងៃឬយប់ក្តៅរងាខំប្រឹងការពារគ្មានពេលហែលោកពុកគិតកូនមិនដែលភ្លេចសំបីបន្តិចក៏គ្មានដែរតើកូនមានគិតនឹកដល់ទេកូនពុកមាមេថ្លៃណាស់ណាកូនលោកគឺពិតថ្លៃជាងពេជ្រជាគុណវិសេសហើយថ្លៃថ្លាដូច្នេះគួរកូនគ្រប់អាត្មានឹកចាំផងណាគុណលោកពុកដូចមានចាចែងក្នុងគម្ពីរចូលកូនទាំងទ្វេចងចាំទុកគោរពដឹងគុណកូនបានសុខរស់នៅក្នុងស្រុកយូរអង្វែង